Bọn ôn sơ sàn sơ tăng ọc này cái tí sơ lạnh rộp án. Bạt thằng này nhóm lực dọc lên rùm hạt. Nên cả đọc sai mấy ca exponential mối cho một chai chun đo bọn ôn sơ sàn sơ tăng ọc này. Ba trong rùm hạt dương này thằng này cứ dương miền Pram xoay côn x bụng muối đọ cho mùi nâng 3 សេគុណ x បូក 1 ស្មើ 5 សេគុណ x បូក 3 សេគុណ x បាទអញ្ចឹងលំហាត់នេះបើយើងកលេចមើលមកផ្លែតមកយើងឃើញថាវាមានអង្គទី1នេះវាមាន x សេគុណបូក 1 ដូចគ្នាណា x សេគុណបូក 1 ដូចគ្នាចំណែកអង្គទី2វាមានសេគុណ x ដូចគ្នាអញ្ចឹងមកដល់កន្លែងនេះអូនកុំច្រឡំថា5ណាកុំច្រឡំថា5ស្វ័យគុណ x បូក 1 ដក 3 ស្វ័យគុណ x បូក 1 នេះអាចសរសេរថា5ដក 3 បាទ5ដក 3 លើកវាជា x បូក 1 អញ្ចេះបាទអញ្ចឹងការសរសេរបែបនេះគឺមិនត្រឹមត្រូវទេណាមិនត្រឹមត្រូវទេបាទហើយ5ស្វ័យគុណ x បូកនឹង3ស្វ័យគុណ x បើប្អូនសរសេរថា5បូក 3 លើកជាស្វ័យគុណ x អញ្ចេះក៏វាមិនត្រឹមត្រូវដែរបាទអញ្ចឹងការសរសេរបែបនេះក៏មិនត្រឹមត្រូវដែរតែណាអត់ត្រូវទេបាទលើកលែងតែបាទលើកលែងតែ5ស្វ័យគុណ x បូក 1 គុណនឹង3ស្វ័យគុណ x បូក 1បាទនោះយើងអាចសរសេរថា5គុណនឹង3ស្វ័យគុណ x បូក 1បានបាទការសរសេរបែបនេះគឺត្រូវណាបាទអញ្ចឹងបើសិនជាវាជាផលគុណអញ្ចឹងគឺយើងអាចសរសេរបានប៉ុន្តែបើវាជាផលបូកឬដកគឺมันអាចសរសេរបានទេតន់បាទអញ្ចឹងលំហាត់យើងនេះយើងអាចសរសេរថាបាទអានេះយើងអាចអនុវត្តតាមរូបមន្ត a សេគុណ m បូក n យើងអាចដាក់ថា a សេគុណ m គុណជាមួយនឹង a សេគុណ nតើណាបាទ a សេគុណ m គុណជាមួយនឹង a សេគុណ n អញ្ចឹង5សេគុណ x បូក 1 នេះខ្ញុំអាចសេថាស្មើនឹង5ស្វ័យគុណ x គុណជាមួយនឹង5បាទ5សេគុណ x គុណនឹង5ដកនឹង3សេគុណ x យើងគុណវានឹង3តោះណាបាទប្រើរូបមន្តយើងនេះណាប្រើរូបមន្តយើងនេះអញ្ចឹងបើគេមាន a សេគុណ m បូក n យើងអាចសរសេរថា a សេគុណ m គុណនឹង a សេគុណ n បាទបន្តមកទៀត5សេគុណ x នេះយើងនៅដដែលមកបូកនឹង3សេគុណ x បន្តមកទៀតយើងបោះវាមួយអង្គទី1បាទយើងបោះមួយអង្គទី1មកយកទៅជា5សេគុណ x គុណនឹង5ដក5សេគុណ x ដក3សេគុណ x គុណនឹង3បាទបោះ3សេគុណ x ពីអង្គទី2មកអង្គទី1មកបាទដក3សេគុណ x អញ្ចឹងអង្គទី2ស្មើ
ស្មើ0បាទស្មើ0បន្ទាប់មកទៀតបាទបន្ទាប់មកទៀតយើងឃើញថានេះមាន5សេគុណ x ដូចគ្នាបាទយើងផ្ដុំវាសិនណាបាទយើងចាប់5សេគុណ x ជាកត្តារួមអញ្ចឹងតួទី1នេះយើងនៅសល់5តួទី2នេះយើងនៅសល់ដក1បាទដក1ខាងនេះ3សេគុណ x គុណ3ដក3សេគុណ x មាន3សេគុណ x ដូចគ្នាអញ្ចឹងខ្ញុំដក3សេគុណ x ជាកត្តារួម3សេគុណ x ជាកត្តារួមអញ្ចឹងវានៅសល់3បាទកន្លែងនេះពេលយើងដកសញ្ញាដកជាកត្តារួមហើយសញ្ញាដក3សេគុណ x នេះវាទៅជាបូកវិញណាបូកនឹងយើងដក3សេគុណ x ចេញនៅសល់1អញ្ចឹងអង្គទី2ស្មើ0ដដែលបាទតួមកទៀត5ដក1នៅសល់4អញ្ចឹងយើងដាក់ថា4គុណនឹង5ស្វ័យគុណ x 3បូក1បាន4ដែរអញ្ចឹង4គុណនឹង3ស្វ័យគុណ x ស្មើ0បាទស្មើ0បាទបន្ទាប់មកទៀតយើងដាក់ថា4គុណនឹង5ស្វ័យគុណ x ស្មើនឹងយកបោះ4គុណនឹង3សេគុណ x មកអង្គទី2មកចឹងបោះមកវាបាន4គុណនឹង3សេគុណ x បាទបន្តមកទៀតនេះយើងសម្រួល4នៅអង្គទី1និង4អង្គទី2នេះមកបាទឃើញទេអញ្ចឹងយើងនៅសល់អីយើងនៅសល់5សេគុណ x ស្មើនឹង3សេគុណ x 5សេគុណ x ស្មើ3សេគុណ x បាទអញ្ចឹងដោះស្រាយសមីការហ្នឹងបានយ៉ាងម៉េចយើងអាចសរសេរថាយើងឃើញថាអង្គទាំងពីរគឺស្មើគ្នាមែនទេបើសិនយើងយក5ស្វ័យគុណ x មកចែកជាមួយនឹង3ស្វ័យគុណ x នោះផលចែកនេះមានតម្លៃស្មើនឹង1តើណាព្រោះអង្គទាំងពីរស្មើគ្នាបាទបន្តមកទៀត5សេគុណ x លើ3សេគុណ x នេះយើងអាចដាក់ថា5លើ3យើងលើកវាជាសេគុណ x រួមចំណែក1នេះយើងអាចដាក់ថា5លើ3យើងលើកជាសេគុណ0បាទពុយពោះ5លើ3សេគុណ0ស្មើ1នៅពេលនេះយើងបានបំលែងគោលវាស្មើគ្នាហើយបាទអញ្ចឹង5សេគុណ5លើ3សេគុណ x ស្មើ5លើ3សេគុណ0នោះយើងទាញបាន x នាំឲ្យ x ស្មើនឹង0បាទនេះគឺជាចម្លើយរបស់សមីការតោះណាបាទអញ្ចឹងការធ្វើដំណោះស្រាយរបស់ខ្ញុំក៏បានដល់ទីបញ្ចប់អរគុណសម្រាប់ការតាមដានទស្សនារបស់បងប្អូនទាំងអស់គ្នាតាំងពីដើមរហូតដល់ចប់បាទជូនពរសុខភាពល្អជោគជ័យក្នុងការសិក្សាសូមធ្វើលំហាត់ឲ្យបានច្រើន